តែខ្ញុំចង់លើកទៅលើចំណុចមួយចំនួនដែលនាំមកនៃហេតុផលនៃការរៀបចំសន្និសីទសារព័ត៌មាននេះទី1យើងបានតាមដានដោយយកចិត្តទុកដាក់ក្រោយពីមានការចាប់ប៉ុស្តិ៍ចំពោះបេក្ខជនជាប់ជាស្ថាពរហើយនៅសល់អ្វីដែលជាសំទុះដែលមិនទាន់រើសគឺរឿងបេក្ខជនដែលជាប់បំរុងអ្វីដែលយើងបានតាមដានដោយយកចិត្តទុកដាក់ហើយនឹងធ្វើការកត់សម្គាល់ទៅលើមតិជាច្រើនចំណុចទី1គឺចោទសួរថាហេតុអ្វីប៉ុស្តិ៍ដែលសម្រាប់អ្នកដែលជាប់ជាស្ថាពរខុសពីប៉ុស្តិ៍ដែលអ្នកបំរុងនឹងឈានទៅដល់ការជ្រើសរើសនិយាយឲ្យសាមញ្ញគឺមានការលើកទៅលើចំណុចនេះច្រើនហាក់បីដូចជាគណៈកម្មការមានអីជាអាកំបាំងណាមួយហើយអ្នកមួយចំនួនអាចនិយាយថាអាប៉ុស្តិ៍ដែលគេចង់បាននោះមុនដំបូងអត់តបើកទេដល់ពេលឥឡូវបើកទៅជាមានលក្ខណៈហាក់បីដូចជាផ្ដល់នៃភាពមិនស្មើគ្នារវាងអ្នកស្ថាពរអ្នកមិនស្ថាពរក្នុងចំណុចនេះគឺខ្ញុំសូមបញ្ជាក់ថាបញ្ជីទី1អ្វីដែលជាទិន្នន័យត្រូវពឹងផ្អែកទៅលើបញ្ជីដែលគណៈកម្មការបានប្រកាសជាស្ថាពរនេះគឺជាចំណុចមួយដែលមានសារៈសំខាន់ដោយប្រកាសណាស់ក្រោយពីការធ្វើការជាមួយសាលាជាមួយការិយាល័យស្រុកជាមួយមន្ទីរគឺយើងយកទិន្នន័យនឹងលើកមកគណៈកម្មការហើយគណៈកម្មការដែលមានទាំងក្រសួងមុខងារសាធារណៈក្រសួងអប់រំយុវជននិងកីឡាក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនិងអង្គភាពប្រជាពលរដ្ឋលួយយើងរៀបចំពីគ្រូយោបល់ហើយនឹងរៀបចំបញ្ជីមួយជាផ្លូវការចឹងចំណុចទី1ដែលខ្ញុំសូមទាញចំណាប់អារម្មណ៍មុនគេគឺថាទិន្នន័យទាំងអស់ត្រូវប្រើប្រាស់និងផ្អែកទៅលើមូលដ្ឋានទិន្នន័យរបស់គណៈកម្មការរៀបចំនៃការប្រឡងបាទសូមនិយាយចំមកទៅព្រោះថាមានឮសម្ដីថាខ្ញុំដឹងថាសាលានឹងតាមពិតត្រូវបើកពីកន្លែងតែដល់ពេលមកឃើញគណៈកម្មការមានតែមួយកន្លែងហេតុអីបងគាត់ដឹងដោយសារគាត់អ្នកធ្វើការរឿងហ្នឹងក៏ប៉ុន្តែអញ្ចឹងហើយទិន្នន័យដែលយើងត្រូវប្រើប្រាស់គឺទិន្នន័យដែលគណៈកម្មការបានរៀបចំចំណុចទី2ពាក់ព័ន្ធនឹងទិន្នន័យនេះគឺខ្ញុំសូមទាញចំណាប់អារម្មណ៍ផងដែរថាការប្រឡងរបស់យើងរៀបចំថ្ងៃ25ហើយនឹងការចាប់ប៉ុស្តិ៍គឺនៅថ្ងៃ1បានន័យថាមុនបើកបវេសនការនៃឆ្នាំថ្មីដល់ពេលបើកបវេសនការរួចគួបផ្សំយើងដឹងច្បាស់ថាចំនួនសិស្សប្រមាណទៅតាមថ្នាក់នីមួយចឹងហើយបានយើងឆ្លុះបញ្ចាំងទៅលើតម្រូវការជាក់ស្ដែងនៅក្នុងឆ្នាំថ្មីនៃក្រោយពីបវេសនការដែលកន្លែងខ្លះមុនដំបូងយើងគិតថាត្រូវការចំនួនឧទាហរណ៍ថា1តែក្រោយពីបវេសនការយើងឃើញចំនួនសិស្សច្រើននៅក្នុងថ្នាក់អញ្ចឹងវាត្រូវការចាំបាច់ត្រូវបង្កើតប៉ុស្តិ៍មួយថែមទៀតហើយប៉ុស្តិ៍នេះគឺនឹងជូនទៅដល់បានន័យថានឹងការជ្រើសរើសបន្ថែមចេញមកពីបេក្ខជនបំរុងអញ្ចឹងរឿងទិន្នន័យនេះគឺខ្ញុំសូមបញ្ជាក់ដោយសាមញ្ញគណៈកម្មការមានជំហាននិងរបៀបរបបធ្វើការគួបផ្សំនឹងការសម្រេចនៃបញ្ជីមួយដោយឆ្លងកាត់នៃការពិគ្រោះយោបល់ជាមួយនឹងភាគីនៃគណៈកម្មការទាំងអស់ហើយយើងយកបញ្ជីនេះជាមូលដ្ឋានផ្លូវការទី2បញ្ជីមានទិន្នន័យវាមាន2ដោយសារមុនបវេសនការហើយនឹងក្រោយបវេសនការនិយាយឲ្យសាមញ្ញហើយបញ្ជាក់ឲ្យច្បាស់តែម្ដងអត់មានការលាក់ឬក៏មានការទុកឬក៏មានភាពមិនប្រក្រតីមួយណាទេចំណុចវានៅត្រង់តែប៉ុណ្ណឹងមុនបវេសនការហើយក្រោយបវេសនការចឹងហើយក៏បានលើកថាចុះហើយចំណុចមួយថែមទៀតពាក់ព័ន្ធទៅនឹងថាចុះអាចដូរពីសាលាមួយទៅសាលាមួយក្រោយអ្នកស្ថាពរនិងអ្នកបំរុងបានអត់ក្នុងចំណុចនេះគឺសូមបញ្ជាក់ផងដែរគណៈកម្មការបានសម្រេចថាទី1ការជ្រើសរើសឥឡូវយើងដំណើរការរួចហើយបំរុងបេក្ខជនបំរុងបានចាប់ផ្ដើមរើសទៅលើប៉ុស្តិ៍ស្របទៅតាមអ្វីដែលជាបញ្ជីថ្មីដែលយើងសម្រេចបានដោយគណៈកម្មការក្រោយបវេសនការហើយអ្វីដែលគណៈកម្មការនឹងអនុញ្ញាតហើយនឹងអាចផ្ដល់ព័ត៌មានបន្ថែមគឺនៅក្នុងដំណាក់កាលនៃខែវិច្ឆិកានេះ
បើសិនជាបេក្ខជនណាមួយមានបំណងក្នុងការបដូរទៅកន្លែងមួយថែមទៀតគឺយើងយករូបមន្តថាបុគ្គលមួយហ្នឹងមិនថាជាស្ថាពរឬក៏បំរុងដែលបានរើសហើយខ្ញុំសូមថាប្រើថាបេក្ខជនដែលបានជ្រើសរើសប៉ុស្តិ៍ហើយទៅពិភាក្សាគ្នាឯកភាពគ្នាផ្អែកទៅលើការងារស្ម័គ្រចិត្តហើយអាចនៃការផ្លាស់ប្ដូរក៏ប៉ុន្តែនៅក្នុងដំណាក់កាលតារយៈពេលក្នុងខែ11នេះទេចូលខែ12គឺនៅមិនអនុញ្ញាតទេអញ្ចឹងនេះគឺជាចំណុចដែលខ្ញុំសូមលើកឡើងបន្តហើយការជ្រើសរើសចំណុចចុងក្រោយមុននឹងចូលទៅដល់អ្វីដែលជាផ្ដល់ឱកាសដើម្បីសួរជាព័ត៌មានបន្ថែមជាសំណួរថាគោលបំណងនៃការជ្រើសរើសគ្រូផ្អែកលើកិច្ចព្រមព្រៀងការងារគោលដៅចំនួន5ខេត្តនេះគឺដើម្បីដោះស្រាយទៅលើគ្រូបង្រៀន2វេននិងថ្នាក់គួរដែលចំណុចនេះមុនដំបូងគេគឺខ្ញុំសូមសារជាថ្មីសូមថ្លែងអំណរគុណទៅដល់លោកគ្រូអ្នកគ្រូដែលកន្លងមកបានលះបង់កម្លាំងកាយចិត្តបញ្ញាញាណហើយប្រកបណាស់តែបរិញ្ញា2ដងហើយវាអាចប៉ះពាល់សុខភាពហើយទៅលើការបំពេញភារកិច្ចកន្លងមកអញ្ចឹងគោលបំណងនៃគណៈកម្មការនឹងការដោះស្រាយរបស់រាជរដ្ឋាភិបាលក្នុងការលុបបំបាត់ថ្នាក់បង្រៀន2វេនឬក៏ថ្នាក់គួបហើយថ្នាក់គួបយើងបានដឹងទាំងអស់គ្នាហើយក្នុងនោះគឺអ្វីដែលជាឧទាហរណ៍ជាក់ស្ដែងដែលយើងឃើញនៅសារព័ត៌មានគឺបឋមសិក្សាទូកីដែលមួយថ្នាក់មានទៅដល់61ដូចជា71នាក់អាហ្នឹងមិនតាន់គួបផងបាទហើយនៅក្នុងគោលដៅខេត្តមួយចំនួននៅក្នុងរង្វង់ខេត្តទាំង5នេះក៏មានបឋមសិក្សាមួយចំនួនមួយថ្នាក់គឺមានលើសពី60នាក់ដូចគ្នាដែរក្នុងពេលដែលស្តង់ដារដែលក្រសួងអប់រំយុវជននិងកីឡាហើយយើងចង់បានសម្រាប់គុណភាពអប់រំគឺរង្វង់35ទៅ40នាក់តែប៉ុណ្ណោះអញ្ចឹងគោលបំណងនៃការដោះស្រាយបញ្ហាគ្រូបង្រៀន2វេននិងថ្នាក់គួបទី1គិតទៅដល់សុខភាពរបស់លោកគ្រូអ្នកគ្រូដែលបំពេញភារកិច្ចបរិញ្ញា2វេនព្រោះថាបើបរិញ្ញា2វេនហើយទី1ប៉ះពាល់សុខភាពទី2มันអាចរៀបចំផែនការបង្រៀននិងអភិវឌ្ឍសមត្ថភាពផ្សេងទេដើម្បីសម្រាប់គាត់ខ្លួនឯងផងសម្រាប់ជាផែនការអភិវឌ្ឍនិងលើកស្ទួយគុណភាពតាមរយៈមេរៀននិងផែនការបង្រៀនរបស់គាត់ជូនទៅដល់ក្មួយៗផងទី2គឺថ្នាក់តែចំនួនធំហើយកូនក្មួយដែលចូលរៀនប្រកបណាស់វានឹងអាចអារម្មណ៍ឬក៏ប្រើភាសាសាមញ្ញគឺគុណភាពអប់រំប្រហែលមិនដូចគ្នាទាំងស្រុងទេហើយទី3តាមរយៈដោះស្រាយនេះក៏យើងបានផ្ដល់ឱកាសឲ្យយុវជនយុវនារីដទៃទៀតដែលមានបំណងប្រាថ្នាក្លាយទៅជាគ្រូបង្រៀនអាចចូលទៅបម្រើនិងបំពេញភារកិច្ចនៅក្នុងពេលបន្ថែមដើម្បីចូលរួមជាកម្លាំងមួយបន្ថែមទៀតក្នុងការអភិវឌ្ឍវិស័យអប់រំនិងការប្រដៅកូនក្មួយបន្តថែមទៀតផងដែរ